choជីវិតអ្នកស្រែគឺចឹងណាពេលដែលខែប្រាំងអត់មានភ្លៀងគឺត្រូវបូមទឹកចេញពីព្រែកឬក៏ចេញពីបន្លាយពីអូយកទៅដាក់ក្នុងស្រែវិញដើម្បីធ្វើស្រែតែដល់ពេលភ្លៀងខែវស្សាភ្លៀងខ្លាំងគឺត្រូវបូមទឹកដូចគ្នាប៉ុន្តែបូមចេញពីស្រែមកវិញអញ្ចឹងត្រូវធ្វើរហូតទៅតាមដានរហូតហើយសាំងគឺត្រូវចំណាយរហូតទាំងខែប្រាំងទាំងខែវស្សាហើយដល់ពេលធ្វើស្រែហាខ្យល់ហាភ្លៀងប៉ុន្តែដល់ពេលទិន្នផលដែលទទួលបានមកគឺតម្លៃដែលលក់ចេញគឺមិនសមនឹងកម្លាំងពលកម្មដែលគាត់បានធ្វើមួយឆ្នាំទៅអាចនឹងរយៈពេល3ខែស្រូវកន្លះស្រូវធ្ងន់3ខែ6ខែអីចឹង9ខែអីចឹងណាអាហ្នឹងតាមដែលខ្ញុំដឹងពីពួកគាត់គឺពេលដែលគាត់ចំណាយពេលធ្វើស្រែអីអស់ហ្នឹងហើយដល់ពេលដែលលទ្ធផលច្រូតកាត់បានមកគឺធ្លាក់ថ្លៃគាត់លក់អត់បានគាត់ថាមិនថាចំណេញណាស់ណាទេឲ្យទៅរួចថ្លៃជីប្រេងដែលគាត់បានធ្វើហើយនឹងគាត់បានហូបចុកខ្លះទៅក៏បានដែរប៉ុន្តែអត់ទេគាត់ថាជួនកាលរួចតែថ្លៃជីថ្លៃប្រេងគេនឹងទៅកម្លាំងពលកម្មគាត់មិនគិតទេជួនកាលខាតទៅទៀតអញ្ចឹងណាអូខេដល់ពេលអញ្ចឹងអ្នកខ្លះគាត់អត់លែងធ្វើស្រែអស់ហើយគាត់ទៅជាធ្វើការរោងចក្រអីវិញនៅតាមទីក្រុងវិញអស់ហើយឥឡូវហ្នឹងស្រែគាត់ទុកចោលអស់ជាអំជា Hello តកែទាកូនយាទាច្រើនម៉ែច្រើន5កន្លែងណាកន្លែងហ្នឹងមើលសាគេលួចបាត់ហ្នឹងឃើញក្មេងចាប់ត្រីមិញ3 4នាក់នោះបាត់ចប់អីដូចខុសមុខយករួចអត់យកខ្លាំងមកតែមុនណាជីមុនលើនេះអូពីកាត់ចិត្តកាត់ពុកលុកឡអត់ជីផ្លូវណាកលុក